ស្វាគមន៍មកកាន់ Pajero Podcast របស់ភូមិជាវានៅក្នុងអេពីសូតទី1នេះយើងនឹងមានប្រធានបទមួយពាក់ព័ន្ធជាមួយនឹងវិស័យរបាំបុរាណខ្មែរហើយវេទិកា Podcast យើងថ្ងៃនេះពិតជាមានកិត្តិយសមែនទែនដែលបានទទួលព័ត៌មានពីលោកយាយគ្រូព្រឹទ្ធាចារ្យលួងសុខំដែលជាសាស្ត្រាចារ្យបង្រៀនរបាំបុរាណខ្មែរនៅសាលាវិចិត្រសិល្បៈខេត្តសៀមរាបហើយសប្តាហ៍ថ្ងៃអ្នកគ្រូក៏ជាទីប្រឹក្សានៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈផងដែរជំរាបសួរអ្នកគ្រូចាសុខសប្បាយអ្នកគ្រូអរគុណណាស់អ្នកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកគ្រូអញ្ជើញចូលរួមនៅក្នុងកម្មវិធី podcast របស់ភូមិជាវាយើងខ្ញុំថ្ងៃនេះចាបាទសុខភាពអ្នកគ្រូយ៉ាងម៉េចដែរសប្តាហ៍ថ្ងៃនេះនិយាយពីសុខភាពអាយុវាគួរតែមិនថាបានគ្រាន់បើទេគឺថាទៅដោយរឹងមាំដោយកម្លាំងចិត្តណាពិសេសខ្ញុំចូលមកកន្លែងទីលាននៅភូមិជីវានេះចូលមកផ្លឹកខ្ញុំតាក់ចិត្តខ្ញុំបានតែម្ដងអរគុណខ្ញុំឆ្លាញ់ណាស់បាទអ្នកគ្រូដែលដូចភូមិខ្មែរអញ្ចឹងបាទអ្នកគ្រូបាទយើងបង្ហាញពីរបៀបភូមិខ្មែរមួយដែលមានផ្ទះលោកម្ចាស់គេហៅថាផ្ទះជីវាជាផ្ទះធំបន្ទាប់មកទៅយើងមានផ្ទះផ្សេងទៀតពីដូចជាផ្ទះភូមិមួយជាភូមិបុរាណមួយដែលយើងបង្ហាញថាអូខេភូមិយើងគឺយើងមានផ្ទះខ្មែរបុរាណដើម្បីផ្ដល់បទពិសោធន៍ការស្នាក់នៅមួយជូនភ្ញៀវចាបាទអ្នកគ្រូសប្តាហ៍ថ្ងៃបញ្ចូលប៉ុន្មានអ្នកគ្រូខ្ញុំមានអាយុ96ឆ្នាំ96ឆ្នាំហើយតែនៅគ្រូនៅតែមុំនៅតែនៅបាទបងប្អូនទាំងអស់អាចឃើញគាត់នៅឃើញវីដេអូរបស់អ្នកគ្រូជាច្រើនតាមរយៈបណ្ដាញសង្គមពីកាយវិការរាំរបស់គាត់ដ៏រស់រវើកបាទហើយជាពិសេសទៀតអ្វីដែលធ្វើឲ្យគាត់ល្បីល្បាញដល់សប្តាហ៍ថ្ងៃគឺជាតួយាយផាន់នៅក្នុងយីកេរឿងទុំទាវដែលគេឈ្មោះរបស់អ្នកគ្រូគឺល្បីល្បាញតាំងពីឆ្នាំ1965មកដល់សប្តាហ៍ថ្ងៃនេះខ្ញុំកូនម៉ែកូនមកអាយលេងឬអីចំណែកភៀវស្រីងាយស្រស់មានមុំម៉ែលើកឲ្យងួនណាយកូនលើកធំសម្បត្តិទ្រព្យស្ដំណាយរកចំគ្មានម៉ែអ្វីជាចំណុចចាប់ផ្ដើមឬក៏ជាទស្សនវិជ្ជាដំបូងបង្អស់ដែលធ្វើឲ្យអ្នកគ្រូស្រឡាញ់វិស័យសិល្បៈបុរាណមួយនេះហើយព្រមលះបង់មួយបច្ចុប្បន្នរបស់អ្នកគ្រូមានន័យថាក្នុងមួយជីវិតរបស់អ្នកគ្រូដើម្បីសិល្បៈខ្មែរមួយនេះអ្នកគ្រូចាមុនចូលសិល្បៈការពិបាកវាមិនដែលអត់ទេបាទគ្រូមានរហូតបាទចំពោះពីដើមស្រីគេមិនឲ្យចូលទេសិល្បៈអូចាគេមិនឲ្យចូលទេបាទពិសេសខ្ញុំមានបងមួយនៅធ្វើការក្នុងវាំងបាទប៉ុន្តែគាត់ហាមគាត់នៅជំនះឲ្យចូលគាត់ឆ្លាញ់ដែរបាទចាបានតាមយើងចាស់ពីដើមម្ដាយខ្ញុំគឺអត់ឲ្យចូលទេឲ្យតែកូនស្រីអូចាបាទគ្រូបាទយំរនាលចង់ចូលជាដាច់ខាតស្រឡាញ់13ឆ្នាំបាទគ្រូចាចូលទៅប្រឡងគេពិបាកណាស់ដឹងធ្លាក់ឬជាប់គឺយើងទូចជាងគេបាទចាហើយដល់ពេលលេងទៅវាចេះតែត្រូវគេពេញចិត្តទៅក៏វាយកទៅបាទគ្រូថាពីចំនួនចំណដាច់ម៉ែពីដើមមកដាច់ឪពីដើមមកបាទលោកគាត់ថាអ្វីទៅជាបុរាណគឺលោកអ្នកបញ្ចេញមកបាទជួយប្រូទ្រង់បុរាណឲ្យនៅនឹងល្អរហូតដល់មកសប្តាហ៍ថ្ងៃនេះតែម្ដងប៉ុន្តែគាត់អកុសលលោកមិនបាននៅជួបមុខនៅហើយខ្ញុំទេសនាលោកហើយមួយទៀតខ្ញុំនៅបានយូរជាងគេជាងឯងបាទនៅហើយចេះតែខំគ្រប់គ្រងដើម្បីឲ្យវិស័យសិល្បៈហ្នឹងចេះខំតស៊ូនៅលុះជីវិតចុងក្រោយអរគុណបាទគ្រូចាហើយពិសេសគឺខ្ញុំចង់តាប់ដូរមកគ្រួសារតែម្ដងដើម្បីសិល្បៈស៊ូរហូតដល់មកដល់សប្តាហ៍ថ្ងៃនេះបាទគ្រូបាទចាហើយយើងចេះតែប្រឹងប្រែងទោះបីឧបសគ្គយ៉ាងណាក៏ដោយគេខឹងគេខ្លាញ់គេស្អីយ៉ាងម៉េចក៏ដោយគឺគេនៅតែគ្រប់គ្រងយើងខ្លះដែរបាទគ្រូការអ្នកគ្រូតើការហ្វឹកហាត់របាំបុរាណខ្មែរហ្នឹងមានភាពមឹងម៉ាត់និងលំបាកកម្រិតណាទៅ
ហើយតើអ្នកគ្រូឆ្លងកាត់ការលះបង់ឧបសគ្គធំអីខ្លះតម្រាំតែអ្នកគ្រូអាចខ្លាចទៅជាសាស្ត្រាចារ្យរបាំបុរាណដែលមានកេរ្តិ៍ឈ្មោះដល់សប្តាហ៍ថ្ងៃនេះណា ចាខ្ញុំពីដើមមកយើងមិនទាន់មានប្រពៃណីទេ បាទ មានតែបុរាណផ្សិត បាទ មួយនឹងស្ដាច់បែរហើយយើងទៅមានគេហៅក្បាច់បាតណា បាទ ការពុតដៃពុតជើងណា បាទ គឺមានតាំងពីនំរហូតមក អូ ចាមានតាំងពីនំរហូតបែរហើយគេធ្វើតាមបាត់អណ្ដោយមកចឹងមកបានប្រពៃណីធ្វើតាមរហូតចាมันបង្កើតប្រពៃណី អូ ចាបាន យកក្បាច់បាតទីបុរាណមក ពីបុរាណយក បាន បាច់ គ្រូ បាតហ្នឹងដើម្បីឲ្យការពុតខ្លួនប្រាណទុនដៃទុនជើងក៏មកក្បាច់បាតពីបុរាណដែរ បាទ ចា ទៅការពុតខ្លួនគឺពិបាកខ្លាំងណាស់គ្រូណា អបាក់ចា ព្រោះខ្ញុំឮថាមុំរត់អត់រួចទេរត់ ចា រត់ចោលសាលាច្រើន អាចដូចចេញច្រើនព្រោះការពុតហ្នឹងវាមិនមែនអត់ប្រមាណថាយើងលើកដៃអញ្ចឹង បាទគ្រូ យើងមិនអានេះឡើងមកលើគ្នាធ្វើមិនធម្មតាគ្រូ បាទគ្រូ វាតែងតែមានពាក្យធំពាក្យតូចទៅរកសិស្សហើយ បាទគ្រូ បើចឹងទេទោះបីខ្ញុំក៏មិនដំបូងក៏ខ្ញុំខឹងដែរ បាទ ការពុតដៃជើងឡើងលើជើងអីចឹងផ្កាត់មុខអីចឹងទៅអានេះគឺឯកទេសមួយដ៏សំខាន់សម្រាប់ជីវិតសិល្បករតែម្ដង វាជាអ្វីមួយដែលរបាំខ្មែរយើងមានហើយរបាំបរទេសมันអាចធ្វើដូចมันអាចចម្លងពីយើងបានគឺក្បាច់បាតដែលគូថាហាត់បែបហ្នឹងគឺ ចា គឺការអត់ធ្មត់គឺការអីផ្សេងៗហ្នឹងបរទេសអត់មានដូចទេមិនថាប្រទេសណាជាប្រទេសណាគឺมันអាចចម្លងបានដូចខ្មែរយើងបេះដាក់បានអាចឆាត់អញ្ចឹងគឺជាចំណុចដែលសំខាន់សម្រាប់របាំខ្មែរយើងជាក្បាច់បាតដ៏សំខាន់បំផុតហើយគឺភាពលេចធ្លោមួយដែលมันអាចប្រទេសណាអាចចម្លងបានគឺទៅលើក្បាច់បាតនឹងឯងអ្នកគ្រូ ចាក្បាច់បាតនេះវាមានបាច់2500ក្បាច់ 2500 ចា 2500ក្បាច់ឲ្យចេះទាំងអស់ហ្នឹងរបាំអីក៏ អូ ហើយយើងអាចបំបែកទៅប្រពៃណីទៅអីទៅបានចេះតាមបន្តគ្នាមក អូ អញ្ចឹងណាកូន มันស្រួលទេ វាមិនស្រួលទេវាពិបាកណាស់ បាន ហើយជំរាំចេះបានរបាំមួយការពិបាកបុរាណបាក់យកមែនទែនហើយបើអ្នកណាដូចថាពិបាកមែនទែនទេរត់ទៅប្រពៃណី អូ ប្រពៃណីក៏ខ្លាំងជាងព្រោះនោះវាទៅជាពិបាកណា ក្បាច់បាតតែមួយនេះ ចាក្បាច់បាតតែមួយលើអត់ប្រមាណរំយើងមើលអីចឹងណា បាទ អីចឹងក៏នៅក្នុងក្បាច់បាតនោះដែរ បាទអ្នកគ្រូ យើងយកមកទាំងអស់ដូចចឹងបានស្អីថាទិសដៅរបស់ក្បាច់ឲ្យបានចេះ2500ក្បាច់ហ្នឹងគឺល្អណាស់ បាទអ្នកគ្រូបាទតែអ្នកគ្រូអាចចែកចម្លែកបានទៀតថាតើមុននឹងឡើងសម្ដែងម្ដងអ្នកគ្រូនិងសិល្បករជំនាន់មុនហ្នឹងមានការរៀបចំចិត្តគំនិតក៏ដូចជាការធ្វើកិច្ចវ័នទីសវៈគ្រូយ៉ាងម៉េចដែរអ្នកគ្រូពិសេស ចាមានទោះបីបុរាណក៏ដោយប្រពៃណីក៏ដោយឥឡូវបង្កើតអាយ៉ៃក៏ដោយក៏ផ្លែងក៏ដោយ បាទ គូត្រូវមានការរំលឹកគុណគ្រូដែរចាត្រូវមានការចម្បងចរងសុំប្រលឹងសុំសម្បោចូលក្នុងតួនីមួយ បាទ មកអប្សរាតោះតែយើងប្រើឡងខ្លួននឹងប្រើអីមនុស្សចេតនាទឹកមុខទឹកអីហ្នឹងវាចូលទៅក្នុងហ្នឹងបានទៅជាតួអប្សរាមួយយ៉ាងល្អ យកពលឹងមកដាក់ក្នុងខ្លួនតួតែម្ដង ចាគេឲ្យដើម្បីសម្បូររងស្ពះគុណគ្រូ បាទ ដើម្បីគោរពគុណគ្រូដើម្បីឲ្យលោកសន្តិដ្ឋជាប់នឹងអ្នកលបាំតែម្ដងចឹង យើងជាទូទៅតែងឃើញក្បាច់ដែលយើងឃើញសិល្បករគាត់រាំយើងឃើញតែជាក្បាច់រវល់មួយស្អាតក៏ប៉ុន្តែមិនប្រកាសថាតន់យល់អត្ថន័យយើងអញ្ចឹងឲ្យអ្នកគ្រូអាចជួយជម្រាបពីអត្ថន័យខ្លះនៅក្បាច់មួយចំនួនបាននេះអ្នកគ្រូនៅក្នុងរបាំហ្នឹងតើមានបង្កប់នៅទស្សនវិជ្ជាឬក៏អត្ថន័យជីវិតបែបណាខ្លះដែរតាមក្បាច់មួយអ្នកគ្រូ ក្បាច់មួយវាសិតតែសំខាន់ទាំងអស់ បាទអ្នកគ្រូ ទោះបីបុរាណក៏ដោយទោះបីប្រពៃណីក៏ដោយគឺសំខាន់ទាំងអស់គ្នា បាទ ដូច្នេះបានសេចក្តីថាអបមាតែឥឡូវចង្អុលយើងចង្អុលអញ្ចឹង បាទ យើងមានមនុស្សវិសេសណាទៅលើអាចង្អុលដៃហ្នឹងចង្អុលដៃហើយហាយណាស់មកនេះអីចឹងទៅ
នេះបុរាណ បាទ តែប្រពៃនេះក៏វានៅក្នុងចឹងដែរតែគាត់ក៏តកាក់កធើកបន្តិច អេងសบายបន្តិច ហើយសบาย បាទ បើចង់សบายគឺប្រពៃនេះ បាទ បើចង់ស្អីដែលរហ័សរហួនហ្នឹងគឺប្រពៃនេះ បាទ ចាដល់ពេលបុរាណពេលល្បុនមែនតែគឺរឹងមាំចារឹងមាំរឹងចំហរបស់តួនីមួយដើម្បីឲ្យក្បាច់ចេញទៅគឺប្រណិតហ្មងតែ បាទ ចាអបណាឥឡូវយើងក្បាច់ផ្កាយើងកាត់អញ្ចឹងមកយើងដាក់អញ្ចឹងមកវាផ្កា បាទ ណាដល់ពេលហើយអានេះស្លឹកនេះបុ ផ្លឹ រា ក ណ បាទ ចាស្លឹកហើយអានេះផ្លែ គេមានក្បាច់គេធ្វើដើម្បីអស់លោកយល់ពីសិល្បៈមកយល់អន្តិចនឹងឯងបានគ្រប់គ្នាបានសូមអស់លោកជួយអឺការលេងដែលក្បាច់បុរាណក៏ដោយក្បាច់ប្រពៃណីក៏ដោយជួយគ្រប់គ្រងទាំងអស់គ្នា បាទ ដើម្បីឲ្យលើកជួយសិល្បៈយើងគ្រប់គ្នាកុំឲ្យតក់ធ្លាក់ឲ្យសោះដើម្បីឈ្នះអ្នកដទៃជិតខាង តើមានព្រឹត្តិការណ៍ឬក៏ការសម្ដែងណាមួយដែលអ្នកគ្រូចងចាំជាងគេបំផុតក្នុងជីវិតរបស់អ្នកគ្រូបាទ ជីវិតខ្ញុំលេងគ្រប់រឿងទាំងអស់និយាយពីរឿងនោះគឺលេងគ្រប់រឿងទាំងអស់ បាទ សូម្បីតែកុនក៏លេងដែរលេងចង់ល្អចង់អាក្រក់យ៉ាងម៉េចក៏ដោយគេឲ្យធ្វើអីធ្វើហ្នឹង បាទ បើចឹងបានស្អីថាកម្មពីគេគឺមានតែគុំទាវមួយទេដែលអាចកាន់ជាប់ក្នុងក្បាលខ្ញុំក្នុងអៅបេះដូងខ្ញុំដែលខ្ញុំស្រឡាញ់ បាទ ពួកទៅលេងទុំទាវគេប្រឡងគ្នា4ញាក់ដើម្បីរើសគួយឯឋានជាប់តែខ្ញុំមួយគត់មិនគេខឹងទេគេខឹងទាំងអស់គេខឹងដោយសារអីដោយសារយើងជាប់បានលេងដល់ទៅលេងនឹងពិសេសខ្ញុំជំរាបកូនថាលោកគ្រូតាចេញផុនជាលោកគ្រូរបស់ខ្ញុំចេញផុន លោកគ្រូឆេងផុន ចា បាទ ពេលលោកគ្រូដែលគាត់និយាយថាគ្មានអ្នកណាមានដូចគាត់ពេញចិត្តខ្ញុំស្រឡាញ់ខ្ញុំគឺលេង បាទគ្រូ គាត់ថាល្បិចតែកលលេងគឺអត់មានតែមកគឺវាធ្វើដោយគេហៅចេញពីបេះដូងតែម្ដង បាទ អត់មកចង្អុលអីសម្រក់សម្រើតអីហ្នឹងអានឹងយើងចេញលេងពីមនុស្សចេតនារបស់យើងការខឹងការដូចថាគេស្ដីអីកូនអីចឹងទៅយើងចេញពីក្អៅបេះដូងរបស់យើងតែម្ដងក្នុងនីតិជាគ្រួសារ បាទគ្រូបាទ ចាដូច្នេះបានខ្ញុំស្រឡាញ់តួនឹងជាប់រហូតដល់ឥឡូវចាទោះបីពិបាកយ៉ាងណាក៏ដោយគ្រួសារខ្ញុំទាំងអស់គ្រប់គ្រងទាំងអស់អ្នកនៅតាណាដូចទេសប្តាហ៍នៅសៀមរាបមានសាលាចិត្តសិល្បៈមួយ បាទ ចាដែលធំជាងគេមានតែមួយទេបើអញ្ចឹងបានស្ដីថាសាលានេះគឺដាក់គ្រប់ម្ដងទាំងអស់ដាក់គ្រប់មួយជាគ្រប់បដិញនិយាយប្រាំងដាក់ គ្រប់ទម្រង់ គ្រប់ទម្រង់ បាទគ្រូ មាន20ប្រហែលទម្រង់ខ្ញុំអាចផ្លេចខ្លះហើយចា បាទ 20ជាងចាហើយយើងចេះទាំងអស់ហ្នឹងបានទៅជាគ្រូបានយើងចេះគ្រប់ឲ្យធ្វើអីធ្វើហ្នឹងបើយើងកុំប្រកាន់ពីចរិតចរិយារបស់យើងចង់ខ្ញុំគេចង់ចបាយគេចង់ស្អីក៏ដោយកូនសិស្សគ្រូក៏ដោយគឺថាយើងធ្វើបានទាំងអស់ហើយខ្ញុំខំរៀនតតែបានប៉ុណ្ណឹង បាទគ្រូមានគេឈ្មោះដល់សប្តាហ៍ហ្នឹង ចា សប្តាហ៍នេះបច្ចេកវិទ្យានិងវប្បធម៌បរទេសពុំហូរចូលមកយើងច្រើនណាស់តាមរយៈបណ្ដាញសង្គមអីផ្សេងៗហ្នឹងអញ្ចឹងក្នុងនាមអ្នកគ្រូដែលជាបរិយាចារម្នាក់តើអ្នកគ្រូមានការព្រួយបារម្ភអីខ្លះចំពោះការប្រែប្រួលឬក៏ការបាត់បង់នៃទម្រង់ដើមនៃរបាំខ្មែរហ្នឹងហើយយើងគួរធ្វើដូចម្ដេចដើម្បីរក្សាដួងព្រលឹងខ្មែរយើងមួយនេះកុំឲ្យបាត់បង់អ្នកគ្រូ យើងចង់និយាយថាដើម្បីកាត់ផ្ដាច់ពីអស់ហ្នឹងកាត់ផ្ដាច់ពីការនេះថាធ្វើតាមយើងធ្វើអីធ្វើតាមយើងធ្វើអីធ្វើដល់តែវាអត់ដូចទេវាមិនដូចរបស់យើងទេ បាទ ប៉ុន្តែយើងត្រូវគ្រប់គ្រងកូនក្មេងក្រោយ
con trai còi ấy quam trô lược xuôi căn đai kia căn ở chót đam bay quam trô bắp thọ mai đường ở phố đi nhặt là tì cả dương trong vậy tha cái tha mấy mai cứ dương là sạc mai sao bạn duyên du rồi hốt đó chỉ vật bạn đừng o បាទគ្រូ បាទទៅពួកខ្ញុំគ្រូសាខ្ញុំគឺចង់ទាំងអស់ទៅហើយ ដើម្បីសិល្បៈ ការតាំងឪពុកតាំងម្ដាយរហូតដល់កូនម្ដាយនេះដល់កូនទៅទៀតសិល្បៈទាំងអស់កូនអត់ឡាយជីវិតទេទុកចិត្តបដូរជីវិតដើម្បីសិល្បៈបីមិនថាស្រឡាញ់រឿងមិនស្រឡាញ់មិនដឹងទេខ្ញុំមិនដឹង បាទគ្រូ អ្នកដែលប្រឆាំងមិនដែរអត់ទេកូន បាទ ចា បាទ មានតែតែមានអញ្ចឹង តែសំខាន់អ្នកគ្រូស្រឡាញ់ ចា ហើយចង់ឲ្យក្មេងៗសកលក្រោយនេះយកគំរូតាមឬក៏ចូលរួមចំណែកយ៉ាងម៉េចដើម្បីបន្តនៅមរតកដួងចិត្តដ៏ល្អមួយនេះបន្តទៅទៀតដើម្បីធ្វើយ៉ាងណាក៏ដោយឲ្យសិល្បៈបុរាណខ្មែរយើងនៅតែមានដួងព្រលឹងនៅតែរស់រវើកនៅក្នុងសង្គមរបស់យើង ហ្នឹងហើយដែលយើងចង់និយាយថាមានតែការហាត់រៀនការហាត់ បាទ ការអត់ធ្មត់ការគ្រប់គ្រងគឺថាអ្វីដែលគ្មានល្អជាងខ្ញុំទេជាងបាច់ខ្មែរយើងទេ បាទគ្រូ ចាមានល្អជាងទេ បាទ ទោះបីអ្នកបរទេសណាក៏ដោយមិនមែនរំដូចយើងទេ มันអាចដូចបាន ចាកូនចង់ដឹងថាខ្មែរយើងនៅតែខ្មែរយើងគ្រប់គ្រងជានិច្ចដើម្បីឈ្នះអ្វីទាំងអស់គ្មានអ្នកណាមកយកអីពីយើងបានទេមានអ្នកណាមកយកពីដូចថាប្រទេសយើងនៅតែប្រទេសយើងអត់អ្នកណាយកអីបោះប្រទេសយើងបានទេចំពោះខ្ញុំតែម្ដងគឺខ្ញុំជឿចាត់ណានេះគឺថារបស់គេនេះគឺថារបស់គេមិនមែនទេរបស់ខ្មែរទាំងអស់ បាទ ចា គ្រូបាទក្រោយនេះតើអ្នកគ្រូមានពាក្យពេចន៍ផ្ដាំផ្ញើឬក៏ជាសារដាស់តឿនអ្វីខ្លះដល់កូនខ្មែរជំនាន់ក្រោយក្នុងការស្វែងយល់ពីអត្តសញ្ញាណខ្លួនឯងនិងចូលរួមថែរក្សាកេរដំណែលនេះណាគ្រូ ចាណែចំពោះខ្ញុំតែម្ដងកូនឯកឧត្តមលោកជំទាវទាំងអស់ជួយគ្រប់គ្រងវប្បធម៌ខ្មែរយើងឲ្យដឹងឬក៏ខ្ពស់ទៅមុខទៀតធ្វើម៉េចកុំឲ្យប្រាក់ចាស់ពីអ្វីទាំងអស់ដែលជាអាក្រក់បើអញ្ចឹងសូមឲ្យកូនមេងតូចគ្រប់គ្រងប្រឹងហាត់ប្រឹងរៀនដើម្បីយកចំណេះនឹងដាក់ជាប់នឹងខ្លួនការចិត្តការថ្លើមរបស់យើងសូមឲ្យល្អទាំងអស់គ្នាសូមឲ្យសម្បូរជ្រងសូមឲ្យទេវតាវត្ថុស័ក្តិសិទ្ធិជួយឲ្យខ្មែរយើងបានសេចក្តីសុខទាំងអស់គ្នាគ្រប់គ្រងទាំងអស់គ្នាសូមជួបតែអំពើល្អ បាទអរគុណច្រើនអ្នកគ្រូបាទអរគុណមែនទែនសម្រាប់កិច្ចសន្ទនាមួយនេះពិតជាមានអត្ថន័យរស់បានបកស្រាយក៏ដូចជាបានចែករំលែកនៅចំណេះដឹងជាច្រើនពាក់ព័ន្ធជាមួយនឹងរបាំបុរាណខ្មែរយើងហើយសម្រាប់ពីខាងភូមិជាវាក៏ដូចជាក្រុមការងាររបស់កូនក៏សូមថ្លែងអំណរគុណក៏សូមជូនពរឲ្យអ្នកគ្រូមានសុខភាពរឹងមាំជានិច្ចនៅតែជាមលុបដ៏ត្រជាក់សម្រាប់កូនសិស្សទាំងអស់ដែលសិក្សារៀនសូត្រពីរបាំខ្មែរបុរាណនៅដិតដាមរហូតឲ្យអ្នកគ្រូមានសុខភាពល្អបញ្ញាកាន់តែនៅតែឃ្លាវខ្លារហូតអ្នកគ្រូណាសុខសប្បាយគ្រប់ពេលវេលាអ្នកគ្រូបាទអរគុណច្រើនបាទអរគុណបាទ ការស្ដីសុខឲ្យបានការពីប្រទេសជាតិយើងជាដាច់ខាត បាទអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់ជាទីមេត្រីកម្មវិធីរបស់យើងបានមកដល់ទីបញ្ចប់កិច្ចសន្ទនារវាងខ្ញុំបាទជាមួយនឹងលោកយាយគ្រូព្រឹទ្ធាចារ្យលួងសុខកម្មក៏បានសន្មតចប់ត្រឹមនេះផងដែរអរគុណចំពោះការតាមដានទស្សនាកិច្ចសន្ទនាដ៏មានអត្ថន័យមួយនេះសូមរងចាំទស្សនាកម្មវិធីអេពីសូតលើកទី2របស់ Cultural Podcast ភូមិជាវាយើងនៅអេពីសូតបន្តមកទៀតនៅពេលនេះខ្ញុំបាទរួមទាំងអ្នកគ្រូលោកយាយគ្រូលួងសុខកម្មសូមអរគុណសូមជម្រាបលា